នេះជាអ្វីដែលលោកឪពុកបានបង្រៀនកូនលោកឪពុកជាមនុស្សឧស្សាហ៍ព្យាយាមមិនខ្ជិលច្រអូសក្នុងកិច្ចការលោកឪពុកគឺជាមនុស្សសាមញ្ញម្នាក់មិនចេះប្រកាន់ខ្លួនមិនថាការងារនោះតូចឬធំឬជាការងារជួយប្រជាពលរដ្ឋក្នុងសង្គមនោះឡើយក្រៅពីមានការងារជាមន្ត្រីរាជការលោកឪពុកក៏មានកិច្ចការងារជាច្រើនលោកឪពុកគឺជាជាងសំណង់ជាជាងម៉ាស៊ីនយ៉ាងចំណានជាអ្នកធ្វើស្រែចម្ការជាអ្នកចាត់ចែងកិច្ចការងារក្នុងនិងក្រៅផ្ទះបើទោះបីជាលោកឪពុកបានចូលនិវត្តន៍ពីការងារជាមន្ត្រីរាជការក៏ដោយលោកពុំធ្លាប់ខ្ជិលច្រអូសនិងទុកខ្លួនឲ្យទំនេរនោះឡើយលោកអាចធ្វើកិច្ចការងារគ្រប់យ៉ាងមិនថាការងារនោះបោកគក់បោសជូតសម្អាតនិងការងាររៀបចំអាហារជាដើមទំនោរមួយដែលលោកឪពុកធ្លាប់ប្រាប់កូនគឺកូនត្រូវធ្វើជាមនុស្សឧស្សាហ៍ព្យាយាមរៀនសូត្រធ្វើអ្វីត្រូវធ្វើឲ្យហើយកុំទុកឡើយបង្កើតគេនៅទីនេះលោកឪពុកចង់សំដៅថាបើកូននៅស្ងៀមមិនធ្វើអ្វីទាំងអស់នោះហើយទុកកិច្ចការងារនោះចោលមិនព្រមបញ្ចប់វាហើយកូនតែងតែមានលេសថាទុកធ្វើនៅម៉ោងនេះឬម៉ោងនោះឬក៏ថាធ្វើនៅថ្ងៃស្អែកជាដើមនោះកូននឹងបន្សល់កិច្ចការងារមួយជាក់ជាពុំខានរហូតដល់ថ្ងៃស្អែកកូនប្រកាសជាមានការងារត្រូវធ្វើផ្សេងទៀតហើយការងារនេះការងារពីម្សិលប្រកាសជាកូនពុំបានធ្វើវានោះឡើយកូនទម្លាប់បែបនេះយូរទៅនោះការងារពីមួយថ្ងៃទៅមួយថ្ងៃក៏កោច្រើនឡើងណាកូនហើយនេះហើយឈ្មោះថាជាការបង្កើតគេបង្កើតទ្រព្យបង្កើតបន្សល់ទុកនៅការងារយ៉ាងច្រើនមិនចេះអស់មិនចេះហើយអរិយាបថទង្វើនិងធៀបជាគំរូរបស់លោកឪពុកធ្វើឲ្យកូនចងចាំច្បាស់ថាធ្វើជាមនុស្សត្រូវចេះរក្សាភាពស្ងៀមស្ងាត់ចេះដាក់ខ្លួនមានភាពសាមញ្ញគឺជារឿងល្អបំផុតគ្រប់កលៈទេសៈណាក៏ដោយកូនមិនត្រូវមានលេសបង្អាក់ដំណើរសកម្មភាពនិងត្រូវបញ្ចប់សម្រាប់កិច្ចការរបស់ខ្លួនក្នុងថ្ងៃនេះកូនត្រូវជំនួសឧស្សាហ៍ព្យាយាមមិនថាកិច្ចការងារនោះតូចធំគឺយើងសុទ្ធតែអាចធ្វើទៅបានទាំងអស់ជីវិតមនុស្សនេះមិនអាចឈប់សម្រាកត្រឹមពាក្យថាចូលនិវត្តន៍នោះឡើយយើងនៅមានបន្ទុកមានមនុស្សជាច្រើនដែលនៅរងចាំយើងនិងរងចាំការជួយពីយើងការសិក្សានឹងជួយបង្ហាញផ្លូវដល់កូននិងឲ្យកូនអាចចាប់យកឱកាសនិងគោលដៅប៉ុន្តែទង្វើនិងភាពឧស្សាហ៍ព្យាយាមអត់ធ្មត់ទៅវិញទេនឹងបង្កើតទ្រព្យសម្បត្តិដល់កូន